សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងមានរឿងនិទានមួយចែកជូនអ្នកនរគ្នារឿងនេះនិយាយអំពីក្មេងស្រីម្នាក់គាត់ឈ្មោះស្រីពៅដែលគាត់ធ្វើជាលេខាធិការនៅក្រុមហ៊ុនមួយនៅឆ្នាំ1990ហេតុការណ៍ដែលគាត់បានកើតឡើងនោះគឺមានការជាប់គាំងនៅក្នុងជណ្ដើរយន្តបណ្ដាធ្វើឲ្យគាត់ស្លាប់ហើយបើចង់ដឹងសាច់រឿងពេញយ៉ាងណានោះសូមស្ដាប់ទាំងអស់គ្នានៅកណ្ដាលទីក្រុងភ្នំពេញជិតផ្សារថ្មីមានអគារចាស់មួយឈ្មោះថាអគារសុកសាន្តវាជាអគារការិយាល័យទំនើបនៅទសវត្ស1990ប៉ុន្តែអ្នកភ្នំពេញខ្លះមិនចូលចិត្តនិយាយអំពីវាពួកគេខ្សឹបគ្នាអំពីស្ត្រីស្លៀករ៉ូបខៀវដែលលេចឡើងនៅជាន់ទី7ពេលអគារស្ងាត់ជ្រងំអ្នកខ្លះថាវាមិនគ្រាន់តែជារឿងនិទានទេមានអ្នកបានឃើញនាងនៅជាន់ទី7ពិតមែនរឿងនេះចាប់ផ្ដើមនៅឆ្នាំ1990ពេលអគារសុកសាន្តទើបតែកសាងរួចនៅសម័យនោះទីក្រុងភ្នំពេញទើបនឹងចាប់ផ្ដើមស្ដារឡើងវិញបន្ទាប់ពីសង្គ្រាមអគារនេះជាកន្លែងធ្វើការរបស់ក្រុមហ៊ុនឯកជនមួយនិងអង្គការមួយចំនួនប៉ុន្តែនៅខែមិថុនាឆ្នាំ1993មានគ្រោះថ្នាក់មួយកើតឡើងជណ្ដើរយន្តនៅជាន់ទី7បានជាប់ហើយស្ត្រីវ័យក្មេងម្នាក់ឈ្មោះស្រីពៅដែលជាលេខាធិការនៅក្រុមហ៊ុនមួយបានជាប់នៅក្នុងនោះនាងបានស្រែកហៅជំនួយប៉ុន្តែគ្មាននរណាឮទេព្រោះនេះជាពេលវេលាថ្ងៃចុងសប្តាហ៍នៅពេលជណ្ដើរយន្តត្រូវបានជួសជុលនៅថ្ងៃច័ន្ទគេបានរកឃើញនាងបាត់បង់ជីវិតបាត់ទៅហើយឯកសារផ្លូវការនិយាយថានាងស្លាប់ដោយសារខ្វះចោលប៉ុន្តែមិត្តភក្តិរបស់នាងថាស្រីពៅជាមនុស្សខ្លាចកន្លែងចង្អៀតហើយប្រហែលជាស្លាប់ដោយសារភាពភ័យខ្លាចខ្លាំងបន្ទាប់ពីហេតុការណ៍នោះអ្នកធ្វើការនៅអគារចាប់ផ្ដើមនិយាយអំពីរឿងចម្លែកដែលកើតមានឡើងនៅជាន់ទី7ពេលយប់ជ្រៅពួកគេឮសំឡេងស្រែកខ្សោៗឮសំឡេងគោះទ្វារជណ្ដើរយន្តពូសន្តិសុខម្នាក់ឈ្មោះពូធឿនបានអះអាងថានៅឆ្នាំ1996គាត់បានឃើញស្ត្រីម្នាក់ស្លៀករ៉ូបពណ៌ខៀវឈរនៅច្រករបងជាន់ទី7នាងមើលមកគាត់ហើយភ្នែកនាងពោរពេញទៅដោយភាពភ័យខ្លាចនៅពេលដែលគាត់ហៅនាងបាត់ទៅក្នុងខ្យល់ពូធឿនបានលាឈប់ពីការងារនៅអគារនោះបន្ទាប់ពីហេតុការណ៍នេះបានកើតឡើងចំពោះរូបគាត់នៅឆ្នាំ2000និស្សិតសាកលវិទ្យាល័យម្នាក់ឈ្មោះសុជាតិបានធ្វើគម្រោងស្រាវជ្រាវអំពីរឿងខ្មោចនៅភ្នំពេញគាត់បានសភាអ្នកធ្វើការនៅអគារសុកសាន្តហើយរកឃើញរបាយការណ៍ចាស់មួយនៅក្នុងកាសែត
ដែលនិយាយថាចិន្តាយន្តនៅអាគារនោះមានបញ្ហាច្រើនដងមុនឆ្នាំ1994មកម្លេះប៉ុន្តែម្ចាស់អគារមិនបានជួសជុលឲ្យបានត្រឹមត្រូវទេពេលយប់មួយសុជាតិបានស្នាក់នៅអគារដើម្បីថតវីដេអូទុកជាឯកសារគាត់បានឮសំឡេងស្ត្រីយំនៅជិតជណ្ដើរយន្តហើយឃើញស្រមោលស្ត្រីស្លៀករ៉ូបពណ៌ខៀវដូចដែលពូសន្តិសុខនោះបាននិយាយពិតមែនហើយវីដេអូរបស់គាត់បង្ហាញតែសំឡេងខ្សើតែប៉ុណ្ណោះគ្មានរូបភាពច្បាស់លាស់ទេរហូតដល់ឆ្នាំ2001អ្នកធ្វើការនៅអគារសុកសាននៅតែរាយការណ៍អំពីរឿងចម្លែកអ្នកខ្លះថាពួកគេឮសំឡេងជើងដើរនៅជាន់ទី7ឬឃើញជណ្ដើរយន្តបើកដោយខ្លួនឯងអ្នកនៅជិតខាងជឿថាស្រីពៅនៅតែជាប់នៅទីនោះព្យាយាមស្រែកហៅជំនួយបើអ្នកធ្វើការពេលយប់នៅអគារសុកសានកុំចុចជណ្ដើរយន្តនៅទៅជាន់ទី7អ្នកអាចនឹងឃើញនាងឬឮនាងខ្សឹបថាជួយខ្ញុំផងរឿងនេះផ្អែកលើសក្ខីកម្មរបស់អ្នកធ្វើការនៅអគារសុកសានរឿងនិទានក្នុងទីក្រុងភ្នំពេញស្រីពៅជាតួអង្គនៅក្នុងរឿងនិទានតែប៉ុណ្ណោះ